មានមនុស្សជាច្រើនចាប់ទុកថាត្រី Offish គឺជាអ្នកនាំសារមកកាន់មនុស្សយើងមុនពេលមានគ្រោះរំជួយដីនៅប្រទេសណាមួយក៏ប៉ុន្តែមានគ្នាយើងជាច្រើនបាននិយាយថាត្រីនេះគឺជាត្រីនាំគ្រោះចង្រៃដូចជាការរំជួយដីឬក៏ព្យុះស៊ូណាមិជាដើមអ្នកនរគ្នាជាពិសេសប្រទេសជប៉ុនផ្ទាល់តែម្ដងបានចាប់ទុកថាត្រីនេះគឺជាអ្នកនាំសារទៅកាន់ប្រទេសជប៉ុនមុនពេលមានគ្រោះរំជួយដីមុន1ខែឬក៏2ខែក៏ប៉ុន្តែយើងអាចនិយាយបានថាវាអត់ទៀងទេវាអាចលឿនឬក៏ឆាប់នៃការជួបគ្រោះរំជួយដីនឹងបន្ទាប់ពីបានជួបត្រីមួយនេះអ្នកទាំងអស់គ្នាត្រី Offish នេះគឺមិនងាយបង្ហាញខ្លួនឲ្យយើងឃើញងាយៗនោះទេដោយសារតែវារស់នៅក្នុងជម្រៅទឹកនឹងដ៏ជ្រៅខ្លាំងមែនទែនយើងអាចនិយាយបានថាវារស់នៅជ្រៅជាងត្រីឆ្លាមទៅទៀតក៏ប៉ុន្តែបើសិនបើយើងបានឃើញវានៅថ្ងៃណាមួយហើយនោះគឺជាសញ្ញានៃការមានគ្រោះរំជួយដីឬក៏ព្យុះស៊ូណាមិជាដើមមួយវិញទៀតតាមខ្ញុំចាំកាលពី2ខែមុនប្រទេសថៃបានជួបនៅត្រីមួយនេះហើយបន្ទាប់ពី2ខែក្រោយមកទើបប្រទេសថៃបានជួបនៅគ្រោះរំជួយដីប្រហែលជា2ថ្ងៃមុននេះអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺប្រទេសជប៉ុនបានយកលំនាំត្រីមួយនេះធ្វើជារឿងនៃប្រទេសខ្លួនតែម្ដងដោយសារតែគេគិតថាត្រីនេះគឺជាអ្នកនាំសារទៅកាន់ប្រទេសរបស់គេឬក៏ជាត្រីដែលនាំគ្រោះចង្រៃទៅកាន់ប្រទេសរបស់គេជាដើម